ថ្ងៃនេះដែរផ្ទះខ្ញុំបានត្រឡាចស្ងោរជាមួយនឹងសាច់ជ្រូកចិញ្ច្រាំយកមកញាត់ហើយស្ងោរបែបហ្នឹងបងប្អូនទាំងអស់គ្នាគឺថាមានរសជាតិបែបឆ្ងាញ់ហើយហូបអត់សូវទ្រលាន់ទេបងប្អូនអើយហើយយើងប្រើជាមួយម្រេចដាក់ជាមួយនឹងសាច់ជ្រូកចិញ្ច្រាំឲ្យរាងច្រើនតិចមកពេលដែលឆ្អិនហូបក្តៅជាមួយនឹងទឹកត្រីនេះម្ទេសអូយត្រូវខ្លាំងមែនតើអញ្ចឹងថ្ងៃនេះIna Cooking ក៏បានមកបង្ហាញពីការធ្វើងាយៗចំពោះបងប្អូនទាំងអស់គ្នាឲ្យបានធ្វើញ៉ាំទាំងអស់គ្នាគឺដឹងតែថាសមាជិកក្នុងគ្រួសារមកជាទីស្រឡាញ់សរសើរហ្មងអញ្ចឹងសម្រាប់គ្រឿងផ្សំនៃសម្លគឺអត់មានអីច្រើនទេមានត្រឡាចចំនួន3ផ្លែជាមួយនឹងសាច់ជ្រូក3ជាន់ឬក៏ជាសាច់ជ្រូកស្មើមុខទៅតាមបងប្អូនចំណង់ចំណូលចិត្តខ្លាញ់តិចខ្លាញ់ច្រើនអីចឹងណាហើយយើងប្រើជាមួយផ្សិតត្រចៀកកណ្ដោជាមួយនឹងមីស៊ូម្រេចហើយនឹងយីហឺហ្នឹងក៏មានបង្គាក្រៀមនៅក្នុងហ្នឹងផងដែរគឺសិតតែរបស់មានជាតិតែម្ដងធ្វើឲ្យទឹកស៊ុបយើងកាន់តែឆ្ងាញ់ហើយសម្រាប់ជីបងជីអាណាក៏បានបងជីឆាយជាមួយស្លឹកខ្ទឹមដូចនឹងខ្ញុំក៏បានដែរសម្រាប់តឡាចយើងធ្វើការបកសំបកឲ្យបានស្អាតបន្ទាប់ពីបកសំបករួចរាល់អស់ហើយខ្ញុំក៏រៀបចំយកមកកាត់ជាកង់ប៉ុន្តែនៅក្នុងមួយនាងខ្ញុំកាត់បានតែ3កង់ទេតែបើសម្រាប់បងប្អូនអាចចូលចិត្តកង់ខ្លីកង់វែងអីទៅតាមសមាជិកគ្រួសារមួយផ្លែតឡាចហ្នឹងបងអាចកាត់ចេញជា4កង់ក៏បានដែរហ្នឹងហើយអញ្ចឹងនាងខ្ញុំចាប់ដើមរៀបចំយកមកកាត់ហើយខ្ញុំចាប់ដើមវាស់ហើយគឺខ្ញុំកាត់យកតែ3កង់ទេបងប្អូនកាពិតតឡាចមួយផ្លែយើងអាចកាត់យកបាន4កង់ហ្នឹងហើយកាពិត4កង់ក៏យើងងាយស្រួលនៅក្នុងការចម្អិនដែរចាហើយបន្ទាប់ពីយើងកាត់រួចរាល់អស់ហើយអញ្ចឹងទៅយើងក៏យកស្លាបព្រាអាកន្លែងចុងហ្នឹងយកមកខ្វៀលបដូលខាងក្នុងវាចេញឲ្យអស់ទៅបងប្អូនអាចខ្វៀលរៀងឲ្យវារៀងធំតិចក៏បានដែរស្រួលនៅក្នុងការដែលយើងញាត់សាច់ជ្រូកចូលទៅខ្វៀលហើយបន្តមកទៀតយើងខ្វៀលនៅខាងមុខហើយក៏យើងទៅខ្វៀលនៅអាកន្លែងគូតខាងក្រោយហ្នឹងដែរឲ្យវាមានប្រឡោះដើម្បីកុំឲ្យសាច់ជ្រូកយើងហ្នឹងវាពេលយើងស្ងោរទៅគឺវាលៀនចេញក្រៅបន្ទាប់ពីយើងបានខ្វៀលរួចរាល់អស់ហើយអញ្ចឹងទៅក៏យកមកលាងទឹកលាងអីសម្អាតឲ្យស្អាតទៅគឺងាយទេបងប្អូនសម្រាប់ការលាងសម្អាតគឺនេះខ្ញុំលាង3ទឹកទៅ4ទឹកប៉ុន្តែគ្រាន់ថាខ្ញុំធ្វើវីដេអូកុំឲ្យវែងពេកគឺនេះខ្ញុំកាត់យកតែម្ដងអញ្ចឹងសម្រាប់តឡាចយើងបានសម្អាតរួចរាល់អស់ហើយយើងក៏មកលាងសម្អាតជាមួយនឹងខ្ទឹមសខ្ទឹមក្រហមដើម្បីយកទៅចិញ្ច្រាំជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងជាមួយនឹងជីឆាយហើយនឹងស្លឹកខ្ទឹមបន្ទាប់ពីយើងបានលាងសម្អាតគ្រឿងបន្លែស្អាតរួចរាល់អស់ហើយខ្ញុំក៏ចាប់ផ្ដើមមករៀបចំហាន់សាច់ជ្រូកក៏ហាន់រួចរាល់អស់ដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមចិញ្ច្រាំវាហើយសម្រាប់គ្រឿងផ្សំនៅក្នុងសាច់ជ្រូកចិញ្ច្រាំហ្នឹងមានដូចជាម្រេចមីស៊ូសិតត្រចៀកកដោជាមួយនឹងខ្ទឹមសខ្ទឹមក្រហមប៊ីចេងស្ករអំបិលជាមួយនឹងទឹកត្រីប្រេងខ្យងជាមួយនឹងទឹកស៊ីអ៊ីវគឺនាងខ្ញុំប្រើគ្រឿងរាងច្រើនដែរនៅក្នុងសាច់ជ្រូកចិញ្ច្រាំដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយហើយឆ្ងាញ់ថែមទៀតផងសម្រាប់សាច់ជ្រូកចិញ្ច្រាំវិញបងប្អូនសូមចិញ្ច្រាំឲ្យម៉ត់កាលណាដែលយើងចិញ្ច្រាំម៉ត់ល្អសាច់វាខាំគ្នាដូចប្រហិតអញ្ចឹងពេលដែលយើងញាត់នៅក្នុងត្រឡាចហ្នឹងទៅពេលដែលយើងស្ងោរគឺវាអត់ចេញអស់អីទេគឺវាចេញដែរចេញទីទួចនៅខាងមុខទេអញ្ចឹងបងប្អូនច្រាមឲ្យម៉ត់បែបហ្នឹងណាមិនម៉ត់អីខ្លាំងពេកទេម៉ត់បែបហ្នឹងហើយអញ្ចឹងបន្ទាប់មកទៀតយើងក៏យកមកថែមជាមួយនឹងគ្រឿងក្រៅនៅក្នុងសាច់ជ្រូកហ្នឹងឲ្យបានឆ្ងាញ់ដាក់ម្រេចឲ្យច្រើនមកបងប្អូនខ្ទឹមសខ្ទឹមក្រហមដកក្តាយរៀងច្រើនដែរមកហើយសិតជាកដោយើងចិញ្ច្រាំវារៀងម៉ត់ប៉ុណ្ណឹងមកបងប្អូន
ហើយសម្រាប់មីស៊ូអីហ្នឹងក៏នាងខ្ញុំហាន់ម៉ត់បែបហ្នឹងដែរដល់ពេលយើងយកទៅលាយជាមួយនឹងសាច់ជ្រូកទៅគឺវាចូលគ្នាវាអត់មានភាពគេហៅថាចេញពីសាច់ចេញពីអីទេនាំអីទឹកស៊ុបអត់ថ្លាសម្រាប់គ្រឿងផ្សំនៅក្នុងសាច់ជ្រូកចិញ្ច្រាំមានប្រេងខ្យងប៊ីចេងស្ករជាមួយនឹងម្សៅស៊ុបហើយនឹងទឹកស៊ីអ៊ីវខ្ញុំដាក់ឲ្យវាមានពណ៌ឲ្យឈ្ងុយទៀតផងហើយម្រេចខ្ញុំដាក់រៀងច្រើនបងប្អូនអើយពេលដែលយើងស្ងោរឆ្អិនណាសាច់នឹងគឺហូបទៅឈ្ងុយមែនតែនហើយយើងប្រើខ្ទឹមសខ្ទឹមក្រហមទៀតអូយបងប្អូនអើយដូចថាវាត្រូវគ្នាមែនតែនជាមួយនឹងម្រេចហ្នឹងក៏ប៉ិតគ្រឿងក្រៅហ្នឹងបងប្អូនយកទៅចិញ្ច្រាំជាមួយនឹងសាច់ឲ្យហើយក៏បានដែរប៉ុន្តែនេះខ្ញុំចង់បង្ហាញពីការថែមគ្រឿងឲ្យបានក្បោះក្បាយជូនបងប្អូនណាខ្ញុំរៀបចំថែមនៅខាងក្រៅអញ្ចឹងណាដើម្បីបងប្អូនបានឃើញច្បាស់អញ្ចឹងខ្ញុំក៏លាយគ្រឿងរួចរាល់អស់ហើយយើងក៏រៀបចំមកយកត្រឡាយរបស់យើងយកមកញាត់ជាមួយនឹងសាច់ដែលយើងបានរៀបចំរួចរាល់អស់ហ្នឹងគឺថាឃើញហើយតំណងមែនតែនបងប្អូននៅយើងក៏ញាត់បានចំនួន9កង់ដែរសម្រាប់ជីឆាយជាមួយនឹងស្លឹកខ្ទឹមគឺនេះខ្ញុំបានហាន់ជាកង់រៀងវែងគ្រាន់បើដែរទុកសម្រាប់បងពេលសឡឆ្អិនណាអូយបងប្អូនអើយពីមុខហ្នឹងគឺថាធ្វើឲ្យទឹកសឡយើងឈ្ងុយមែនតែនអញ្ចឹងយើងដាំទឹកជាតិពុះហើយយើងក៏បង់ជាមួយនឹងយីហឺបកាក្រៀមគេអីចូលទៅឲ្យហើយទៅហើយជាមួយនឹងតឡាចសាច់ជ្រូកចិញ្ច្រាំអីហ្នឹងយើងបង់ចូលឲ្យទៅហើយគ្រឿងផ្សំយើងថែមតិចសិនមានដូចជាទឹកត្រីទឹកស៊ីអ៊ីវស្ករសជាមួយនឹងម្សៅស៊ុបថែមតិចសិនទៅដោយសារតែខ្ញុំថែមនៅក្នុងសាច់ជ្រូកវារៀងច្រើនដែរហើយអញ្ចឹងយើងថែមរួចរាល់ហើយយើងក៏ភ្លក់ទៅបើថារសជាតិរៀងសាបយើងថែមមួយតង់ទៀតទៅហើយភ្លក់យករសជាតិដែលបងប្អូនចូលចិត្តសាបឬមួយក៏ដិតឬមួយក៏រសជាតិកដាលអីហ្នឹងណាបងប្អូនអូខេគឺតាមចំណងចំណូលចិត្តអូយបងប្អូនអើយមើលសាច់ចេញមកឡើងពណ៌អញ្ចឹងហ្មងហើយលក្ខណៈថាពុះខូចអញ្ចឹងអូយឡើងឈ្ងុយពេញផ្ទះហើយដាក់ម្រេចថែមទៀតខ្ញុំអត់បានថតកន្លែងម្រេចទេសម្រាប់ទឹកសឡទឹកស៊ុបហ្នឹងគឺនេះខ្ញុំបានបន្ថែមម្រេចខាងក្រៅដែរបងប្អូនមើលឲ្យចាក់ឲ្យកាន់តែច្រើនទៅគឺវាត្រូវជាមួយនឹងតឡាចស្ងោរនឹងតែម្ដងហើយបន្ទាប់ពីយើងរំងាស់ហើយយើងក៏បានមករៀបចំជាមួយនឹងទឹកត្រីញឹកទេឲ្យហើយបងប្អូនមើលវីដេអូហើយចង់ហូបម្ដងទៀតបងប្អូនខ្ញុំរំងាស់ប្រហែល1ម៉ោងដែរឲ្យវាពីរឿងផុយបន្ទាប់ពីផុយហើយអញ្ចឹងទៅយើងក៏បានលក់រសជាតិដែលយើងចង់បានហើយឆ្អិនរួចរាល់ហើយយើងបង់ជីចូលទៅបងប្អូនអើយឡើងឈ្ងុយពេញផ្ទះហ្មងអូយជាតិខ្លាំងណាបងឃើញទឹកស៊ុបឡើងក្រហមហ្មងទឹកស៊ុបបែបហ្នឹងគឺថាឈ្ងុយមែនតែនដោយសារយើងប្រើគ្រឿងនៅក្នុងសាច់ចិញ្ច្រាំហ្នឹងមានទឹកស្អ៊ីវប្រេងខ្យងអីហ៎អញ្ចឹងពេលដែលយើងប្រើអញ្ចឹងទៅហើយនឹងបុកជាមួយម្រេចទៀតអូយទឹកស៊ុបគឺថាឆ្ងាញ់ខ្លាំងហ្មងហូបពេលផ្ដាសាយក៏ត្រូវដែរមានកម្លាំងមែនតែនបន្ទាប់ពីឆ្អិនហើយយើងក៏រៀបចំដួសដាក់ចានហើយរៀបចំម្ទេសញិចជាមួយនឹងទឹកត្រីរួចរាល់អស់ហើយបងប្អូនអើយគឺថាតំណងមែនតែនហ្មងអូយដួសឲ្យឡើងឈ្ងុយពេញផ្ទះតោះបងប្អូនមកហូបជាមួយនឹងខ្ញុំទាំងអស់គ្នាគឺថាជាតិមែនតែនបងប្អូនអើយញ៉ាំពេលក្តៅទៀតអូយអេហ្មងរសជាតិបែបហ្នឹងហើយជាមួយនឹងទឹកត្រីញិចទេសនេះជួយបងប្អូនអើយឆ្ងាញ់ណាស់អញ្ចឹងអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់